បាទសួស្តីបងប្អូននៅថ្ងៃនេះគឺយើងនឹងសិក្សាបន្ថែមទៅលើមេរៀនរបស់យើងកាលពីមេរៀនមុនគឺយើងបានសិក្សាទៅលើ indefinite article មានន័យថា article មិនជាក់លាក់ហើយនៅក្នុងមេរៀននេះយើងនឹងសិក្សាទៅលើ definite articles គឺយើងសំដៅទៅលើ the article ជាក់លាក់នៅក្នុងភាសាអង់គ្លេស the ត្រូវបានគេប្រើជាញឹកញាប់បំផុតពីព្រោះនៅពេលដែលគេនិយាយពាក្យគេច្រើនតែដាក់វានៅខាងមុខពាក្យអញ្ចឹងបងប្អូនត្រូវតែចេះអំពីការប្រើប្រាស់របស់វាថានៅពេលណាដែលយើងប្រើ the ហើយនៅពេលណាដែលយើងមិនប្រើ the អូខេ We use the to put before countable noun plural nouns singular noun អញ្ចឹងគឺយើងប្រើ the សម្រាប់ដាក់ពីខាងមុខពាក្យនាមអាចរាប់បាននាមពហុវចនៈហើយនឹងនាមឯកវចនៈឬក៏ uncountable nouns ឬក៏នាមមិនអាចរាប់បាន with a qualifying phrase ជាមួយនឹងឃ្លាបញ្ជាក់ពីខាងក្រោយអូខេអញ្ចឹងសរុបមកគឺយើងអាចប្រើ the នៅពីខាងមុខនាមរាប់បាននាមរាប់មិនបាននាមឯកវចនៈនាមពហុវចនៈដែលមានពាក្យបញ្ជាក់ច្បាស់លាស់ឬក៏ប្រយោគបញ្ជាក់ច្បាស់លាស់ពីខាងក្រោយ Number 1 the is used with a thing or an idea that we speak at the second time the ត្រូវបានគេប្រើជាមួយនឹងវត្ថុឬក៏គំនិតផ្សេងដែលគេនិយាយជាលើកទី2បងប្អូនត្រូវចាំណាថានៅពេលណាដែលយើងប្រើ the ហ្នឹងគឺត្រូវបានគេប្រើជាមួយនឹងវត្ថុឬក៏គំនិតដែលគេនិយាយជាលើកទី2អូខេ Examples ឧទាហរណ៍ I have a cat The cat is black I have a cat មានន័យថាខ្ញុំមានឆ្មាមួយ I have a cat ខ្ញុំមានឆ្មាមួយបងប្អូនឃើញកន្លែងនេះកាលណាគេនិយាយឆ្មាជាលើកដំបូងជាលើកទី1អញ្ចឹងគឺគេត្រូវប្រើពាក្យអីដោយសារតែអ្នកស្ដាប់នឹងគាត់អត់បានដឹងថាឆ្មាមួយណាទេអូខេអញ្ចឹងយើងត្រូវប្រើហើយនៅពេលដែលយើងនិយាយឆ្មាជាលើកទី2មានន័យថានាមដែលយើងប្រើជាលើកទី2អ្នកស្ដាប់នឹងគាត់ដឹងថាយើងនិយាយពីឆ្មាណាហើយគឺឆ្មាដែលខ្ញុំមានហ្នឹងអញ្ចឹងយើងត្រូវតែប្រើ the ពីព្រោះ cat នៅពេលនេះគឺវាជាក់លាក់ដែលភាសាអង់គ្លេសគេហៅថា definite អូខេ definite អញ្ចឹងឲ្យនាំឲ្យ the ហ្នឹងគេហៅថា definite article គឺពាក្យសម្រាប់នាំមុខនាមជាក់លាក់បងប្អូនយល់ទេ I have a cat ខ្ញុំមានឆ្មាមួយ The cat is black ឆ្មាគឺពណ៌ខ្មៅអូខេ I hope you understand Dara has a car The car is new and fantastic តារាមានឡានមួយឡានហ្នឹងគឺវាថ្មីហើយវាអស្ចារ្យណាស់អញ្ចឹងបងប្អូនមើលកន្លែងនេះ Dara has a car តារាមានឡានមួយអញ្ចឹងឡាននៅពេលនេះគឺគេប្រើជាលើកដំបូងគេយកមកនិយាយជាលើកដំបូងអញ្ចឹងគេប្រើអីអូខេប្រើ article នៅពេលដែលគេនិយាយឡាននឹងជាលើកទី2មានន័យអ្នកស្ដាប់នឹងក៏ដឹងហើយថាឡានណាអញ្ចឹងហើយគឺគេត្រូវប្រើ the ពីខាងមុខអូខេ the car យើងលេងប្រើ a car ទេដែរយើងប្រើ the car is new and fantastic ឡានគឺថ្មីហើយអស្ចារ្យ There is a teacher in the classroom The teacher is writing There is a teacher នឹងមានន័យថាមានគ្រូម្នាក់នៅក្នុងថ្នាក់រៀន The teacher is writing គ្រូកំពុងតែសរសេរអញ្ចឹងបងប្អូនឃើញកន្លែងនេះ a teacher កាលណា a teacher គ្រូគេយកមកនិយាយជាលើកដំបូងអញ្ចឹងយើងប្រើអីនៅពេលដែលយើងនិយាយពាក្យគ្រូដដែលនឹងជាលើកទី2គឺយើងត្រូវប្រើ the ដោយសារតែអ្នកស្ដាប់នឹងគាត់ដឹងគាត់ដឹងថាគ្រូមួយណាយអូខេវាជាលក្ខណៈ noun ជាក់លាក់អូខេ I hope you understand this one okay let's move to another one today I eat an apple The apple is delicious Today I eat an apple ថ្ងៃនេះខ្ញុំហូបផ្លែប៉ោមមួយ The apple is delicious ផ្លែប៉ោមនឹងគឺឆ្ងាញ់ណាស់អញ្ចឹងបងប្អូនមើលកន្លែងនេះ apple គឺផ្លែប៉ោមនៅពេលដែលយើងនិយាយផ្លែប៉ោមជាលើកដំបូងយើងត្រូវប្រើ earn នេះព្រោះ earn នឹងគឺជា article មិនជាក់លាក់ដូចគ្នាហើយនៅពេលដែលយើងនិយាយ
the ជាលើកទី2និយាយ apple ជាលើកទី2គឺយើងត្រូវប្រើ the apple is delicious ផ្លែប៉ោមគឺឆ្ងាញ់ណាស់ហើយខ្ញុំសូមបញ្ជាក់បន្តិចឡើងវិញនៅពេលដែលពាក្យទាំងឡាយណាដែលមានព្យញ្ជនៈនៅខាងមុខយើងប្រើនៅពេលពាក្យទាំងឡាយណាដែលមានស្រៈគេហៅថា vowel sound សំឡេងស្រៈនៅខាងមុខអញ្ចឹងគឺគេប្រើ earn អាហ្នឹងយើងរៀនហើយណាប៉ុន្តែខ្ញុំរំលឹកបន្តិចទៅហើយលោកបងប្អូនភ្លេចហើយ the នេះកាលណាមានស្រៈនៅខាងមុខអញ្ចឹងគឺគេអានថា the គេមិនអាន the ទេអាន the apple ផ្លែប៉ោមអូខេហើយកន្លែងនេះគឺ the teacher គេអាន the teacher ដោយសារតែ teacher នេះចាប់ផ្ដើមដោយអក្សរ T សង្ឃឹមថាបងប្អូនយល់អូខេ now let's move to another point ឥឡូវយើងចូលដល់ចំណុចមួយទៀត John went to an island yesterday John went to an island yesterday the people on the island were friendly John បានទៅកោះកាលពីម្សិលមិញប្រជាជននៅលើកោះហ្នឹងគឺគួររាប់អានណាអញ្ចឹងបងប្អូនកន្លែងមើលកន្លែងនេះ island ហ្នឹងគឺកោះនៅពេលដែលយើងនិយាយកោះជាលើកដំបូងគឺយើងត្រូវប្រើ earn ហើយនៅពេលដែលយើងប្រើនៅពេលដែលយើងនិយាយអំពីកោះហ្នឹងជាលើកទី2គឺយើងត្រូវប្រើ the island អូខេដោយសារតែកោះហ្នឹងគឺគេនិយាយត្រូវបានគេស្គាល់ហើយអ្នកស្ដាប់និងអ្នកនិយាយហ្នឹងគាត់ស្គាល់ច្បាស់ហើយថាកោះមួយណាអូខេ I hope you understand okay now let's move to another one ឥឡូវយើងចូលដល់ចំណុចមួយទៀត number 2 the is used when the speaker and listener know the thing or idea already the គឺត្រូវបានគេប្រើនៅពេលដែលអ្នកនិយាយអ្នកស្ដាប់ដឹងឬក៏ស្គាល់អំពីវត្ថុឬក៏គំនិតនឹងរួចជាស្រេចអូខេអញ្ចឹងឧទាហរណ៍ថាមនុស្សពីរនាក់គាត់សន្ទនាគ្នាម្នាក់គាត់និយាយថា where do you go តើអ្នកទៅកន្លែងណាអញ្ចឹង B គាត់ឆ្លើយថា I go to the market ខ្ញុំទៅផ្សារអញ្ចឹងហើយហេតុនេះបានជាគាត់ប្រើ the market ព្រោះថានាមហ្នឹងគាត់និយាយជាលើកទី1ឯងយើងគួរតែប្រើ I go to a market ខ្ញុំទៅផ្សារព្រោះយើងនិយាយជាលើកដំបូងប៉ុន្តែ B នេះគាត់និយាយថា I go to the market ខ្ញុំទៅផ្សារអញ្ចឹងនៅក្នុងអត្ថបទសន្ទនានេះគឺអ្នកសួរហើយនិងអ្នកឆ្លើយហ្នឹងគាត់យល់ច្បាស់គ្នាគាត់ហើយថាផ្សារមួយណាដែលគាត់ទៅហ្នឹងអូខេអញ្ចឹងហើយគាត់អាចប្រើ the បានដោយសារអ្នកទាំងពីរហ្នឹងគាត់បានស្គាល់ផ្សារហ្នឹងច្បាស់លាស់ហើយអូខេ I hope you understand this one សង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះណាគឺ the ហ្នឹងត្រូវបានគេប្រើនៅពេលដែលអ្នកនិយាយហើយអ្នកស្ដាប់ហ្នឹងគាត់យល់ច្បាស់ថាវត្ថុហ្នឹងជាស្អីហើយគំនិតហ្នឹងជាអីហើយអញ្ចឹងគាត់ប្រើ the តែម្ដង Why are you so unhappy ហេតុអ្វីបានជាអ្នកមិនសប្បាយចិត្តអញ្ចឹងអូខេហេតុអ្វីបានជាអ្នកមិនសប្បាយចិត្តខាងម្លេះអញ្ចឹង unhappy នេះគឺមិនសប្បាយចិត្តឬក៏ក្រៀមក្រំចិត្តណាពាក្យ so នោះប្រែណាស់អូខេ B ក៏ឆ្លើយ because the teacher blame me because ពីព្រោះ the teacher blame me គ្រូបានស្ដីបន្ទោសខ្ញុំអញ្ចឹងបងប្អូនមើលប្រយោគឆ្លើយនេះគាត់សរសេរថា the teacher នៅពេលដែលគាត់សរសេរ the teacher អញ្ចឹងគឺអ្នកស្ដាប់ហ្នឹងគាត់ស្គាល់ថាគ្រូណាហើយមានន័យថាអ្នកទាំងពីរហ្នឹងគាត់ស្គាល់គ្រូណាមួយច្បាស់លាស់ហើយដែលគាត់កំពុងនិយាយហ្នឹងបានគាត់ប្រើ the អញ្ចឹងណាប្រហែលជាគាត់ហ្នឹងជាសិស្សរួមគ្រូជាមួយគ្នាគ្រូគាត់ហ្នឹងតែម្នាក់តែមួយទៅពេលគាត់និយាយគ្រូហ្នឹងគាត់ដឹងហ្មងអូខេអញ្ចឹងហើយបានជាគាត់ប្រើ the teacher blame me គ្រូស្ដីបន្ទោសខ្ញុំសង្ឃឹមបងប្អូនយល់ត្រង់ចំណុចនេះthe shop that we went last week was expensive the shop that we went last week was expensive ហាងទំនិញដែលពួកយើងបានទៅកាលពីអាទិត្យមុនហ្នឹងគឺថ្លៃណាស់ B ក៏ឆ្លើយ yes I don't like the shopkeeper too បាទខ្ញុំមិនចូលចិត្តម្ចាស់ហាងផងដែរ the shopkeeper ម្ចាស់ហាងអូខេ to នឹងប្រែថាផងដែរអញ្ចឹងបងប្អូនមើលចំណុចនេះពាក្យ shop មានន័យថាហាងទំនិញអញ្ចឹងនៅពេលណាដែលយើងអ្នកនិយាយនោះក៏ប្រើ the shop អញ្ចឹងគឺមានន័យថាអ្នកស្ដាប់អ្នកនិយាយនោះគាត់ដឹងថាហាងទំនិញណាមួយហើយគាត់បានស្គាល់ច្បាស់ហើយបានជាគាត់ប្រើ the អញ្ចឹងណា
the shop that we went last week was expensive ឃើញទេហាងទំនិញដែលគាត់បានដែលពួកយើងបានទៅពីអាទិត្យមុនគឺថ្លៃណាស់អញ្ចឹងគាត់និយាយទៅលើហាងទំនិញដែលគាត់បានទៅហ្នឹងណាអត់មានហាងណាផ្សេងក្រៅពីហ្នឹងទេ Yes I don't like the shopkeeper too បាទខ្ញុំមិនចូលចិត្តម្ចាស់ហាងផងដែរអញ្ចឹង the shopkeeper ម្ចាស់ហាងកន្លែងហ្នឹងគេប្រើ the ដោយសារតែអ្នកទាំងពីរហ្នឹងគាត់ដឹងថាម្ចាស់ហាងមួយណាហើយគឺម្ចាស់ហាងដែលគាត់បានទៅហ្នឹងអូខេ I hope you understand សង្ឃឹមថាបងប្អូនយល់ The boss is in a bad mood today The boss is in a bad mood today ចវាយនេះគឺស្ថិតនៅក្នុងអារម្មណ៍មិនល្អនៅថ្ងៃនេះអញ្ចឹងពាក្យថា bad ហ្នឹងមានន័យថាអាក្រក់មិនល្អពាក្យ mood មានន័យថាអារម្មណ៍ bad mood នោះគឺអារម្មណ៍មិនល្អអារម្មណ៍អាក្រក់ B ក៏ឆ្លើយ I know that ខ្ញុំដឹងរឿងនោះហើយ The boss is not happy today I know that ខ្ញុំដឹងរឿងនោះហើយ The boss is not happy today ចវាយនេះគឺមិនសប្បាយចិត្តទេនៅថ្ងៃនេះអញ្ចឹងបងប្អូនមើលត្រង់ចំណុចនេះអ្នកនិយាយគាត់និយាយថា the boss គាត់ប្រើ the យកតែម្ដងហើយអ្នកឆ្លើយក៏គាត់ប្រើ the boss ដែរចវាយនេះដូចគ្នាអញ្ចឹងមានន័យថាពីរអ្នកហ្នឹងគាត់បានស្គាល់ចវាយនេះនឹងរួចហើយណាចវាយនេះដែលគាត់កំពុងនិយាយហ្នឹងទាំងពីរអ្នកហ្នឹងបានស្គាល់ហើយអញ្ចឹងហើយបានជាគាត់ប្រើ the អូខេពីព្រោះវាមានលក្ខណៈជាក់លាក់អូខេ I hope you understand this one សង្ឃឹមថាបងប្អូនយល់ចំណុចនេះណាយើងប្រើ the ចំណុចទី2នេះគឺដើម្បីនិយាយពីអ្វីដែលអ្នកនិយាយទាំងពីរហ្នឹងគាត់ដឹងច្បាស់ហើយអូខេគាត់ដឹងថាមួយណាពិតប្រាកដហើយអញ្ចឹងហើយទាំងពីរនាក់គាត់ត្រូវប្រើ the តែម្ដងអូខេ now let's move to another one តោះឥឡូវយើងចូលដល់ចំណុចមួយផ្សេងទៀតអូខេ number 3 the is used with the only one thing that everyone know it អញ្ចឹងចំណុចទី3នេះគឺវាងាយស្រួលទេអត់មានពិបាកយល់ទេ the is used with the only one thing that everyone know it the នេះគឺត្រូវបានគេប្រើជាមួយនឹងវត្ថុតែមួយអូខេវត្ថុតែមួយដែលមនុស្សគ្រប់គ្នានឹងស្គាល់វាមានន័យថានៅក្នុងពិភពលោកនេះគឺវាមានតែមួយហើយមនុស្សគ្រប់គ្នានឹងស្គាល់ណាក៏គេដឹងដែរឲ្យតែនិយាយទៅគេដឹងហ่ะអញ្ចឹងយើងអាចប្រើ the បាន examples the sun is in the sky ព្រះអាទិត្យគឺនៅលើមេឃអញ្ចឹងក្នុងនេះឃើញគេប្រើ the ដោយសារតែព្រះអាទិត្យមានតែមួយទេអញ្ចឹង the sun ហ្នឹងគឺព្រះអាទិត្យនិយាយពីព្រះអាទិត្យណាក៏ស្គាល់ដែរអញ្ចឹងគេប្រើ the ទៅណា the sky ហ្នឹងក៏មានតែមួយដែរមេឃអញ្ចឹងគេប្រើ the sky អូខេអ្វីដែលមានតែមួយហើយគេស្គាល់គ្រប់គ្នាអញ្ចឹងយើងអាចប្រើ the បានណា The earth is round the earth ហ្នឹងផែនដីអញ្ចឹងផែនដីមានតែមួយ is round គឺមានរាងមូលអូខេផែនដីមានតែមួយណា The royal government of Cambodia the royal government of Cambodia royal ប្រែថាស្ដេច government ប្រែថារដ្ឋាភិបាល of Cambodia នៃប្រទេសកម្ពុជាយើងបូកចូលគ្នាប្រែថារាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាអញ្ចឹងប្រទេសដែលមានស្ដេចគេច្រើនតែប្រើពាក្យ royal ពីខាងមុខណា royal government of Cambodia រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាអញ្ចឹងកន្លែងនេះយើងប្រើ the ដោយសារតែរាជរដ្ឋាភិបាលហ្នឹងគឺវាមានតែមួយនៅប្រទេសកម្ពុជាហ្នឹងយើងនិយាយទៅប្រជាជនដឹងទាំងអស់អូខេ The royal government of Cambodia The moon is full today The moon ប្រែថាព្រះអាទិត្យប្រែថាព្រះច័ន្ទ is full today ព្រះច័ន្ទគឺពេញបរមីនៅថ្ងៃនេះអញ្ចឹងពាក្យ the moon នេះព្រះច័ន្ទនេះគឺណាក៏គេស្គាល់ដែរនិយាយទៅគេដឹងទាំងអស់អញ្ចឹងប្រើ the is full គឺពេញហ្នឹងមានន័យពេញវងឬក៏ពេញបរមី today នៅថ្ងៃនេះអូខេ I hope you understand អញ្ចឹងសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះ Now let's move to number 4ឥឡូវយើងចូលដល់ចំណុចទី4 The is used before superlative adjective ចំណុចទី4នេះ the ត្រូវបានគេប្រើនៅពីខាងមុខគុណនាមកម្រិតដាច់ superlative adjective មានន័យថាគុណនាមកម្រិតដាច់ examples ឧទាហរណ៍ adjective គុណនាម superlative adjective គុណនាមកម្រិតដាច់អូខេ rich នឹងប្រែថាមាន
វាគឺកម្រិតធម្មតា the richest ហ្នឹងគឺមានន័យថាមានបំផុតអញ្ចឹងនៅពេលដែលបងប្អូនប្រើវាជាមួយនឹងគុណនាមកម្រិតដាច់អញ្ចឹងបងប្អូនត្រូវប្រើ the ជាប់ជានិច្ចអូខេ the richest មានបំផុត poor ក្រ the poorest ក្របំផុត tall ខ្ពស់ the tallest ហ្នឹងគឺខ្ពស់បំផុត small តូច the smallest ហ្នឹងគឺមានន័យថាតូចបំផុត handsome ប្រែថាសង្ហា the most handsome គឺសង្ហាបំផុត clever មានន័យថាស្អាតឆ្លាតអូខេ clever ឆ្លាត the most clever ឆ្លាតបំផុត I like this book it is the biggest book in the world I like this book មានន័យថាខ្ញុំចូលចិត្តសៀវភៅនេះវាគឺជាសៀវភៅដែលធំជាងគេបំផុតនៅក្នុងពិភពលោកអូខេអញ្ចឹងសរុបវិញនៅពេលដែលបងប្អូនប្រើគុណនាមកម្រិតដាច់បងប្អូនត្រូវតែប្រើ the ជាប់ជានិច្ចណាអូខេត្រូវតែប្រើ the ជាប់ជានិច្ច Okay now let's move to another one តើឥឡូវយើងចូលដល់ចំណុចមួយផ្សេងទៀត the is used with some names of sea gulf lakes mountains river hotels pubs theaters museums newspapers school colleges universities and some countries wars etc the is used with some name the ត្រូវបានគេប្រើជាមួយនឹងឈ្មោះមួយចំនួន of sea នៃសមុទ្រ gulf ឈូងសមុទ្រ lakes បឹង mountains ភ្នំ river ទន្លេ hotels សណ្ឋាគារ pubs ស្ទៀមស្រា theaters រោងមហោស្រព museums សារមន្ទីរ newspapers កាសែត school សាលារៀន colleges សាកលវិទ្យាល័យ universities មហាវិទ្យាល័យ and some countries ហើយក្នុងប្រទេសខ្លះ wars សង្គ្រាម etc អញ្ចឹងដើនេះត្រូវបានគេប្រើជាមួយនឹងឈ្មោះមួយចំនួនដូចជាឈ្មោះសមុទ្រឈ្មោះឈូងសមុទ្របឹងភ្នំទន្លេសណ្ឋាគារឬក៏ទីមស្រាសារមន្ទីរហ្នឹងប៉ុន្តែមិនទាំងអស់ទេគឺគ្រាន់តែឈ្មោះខ្លះប៉ុណ្ណោះអូខេគឺមិនទាំងអស់ទេគ្រាន់តែឈ្មោះខ្លះប៉ុណ្ណោះ example តើឥឡូវយើងកលេចមើលឧទាហរណ៍ទាំងអស់គ្នា The Atlantic មហាសមុទ្រ Atlantic យើងប្រើ the ដែរអូខេ The Atlantic The Red Sea សមុទ្រក្រហមអូខេឈ្មោះនេះឈ្មោះសមុទ្រណា Red Sea នេះសមុទ្រក្រហម The Persian Gulf ឆ្នេរសមុទ្រ Persian អូខេឈ្មោះដែរ The Great Lakes បឹង Great Lakes អូខេបឹង Great Lakes មានបឹងធំណា The Everest Mountains The Everest Mountain គឺភ្នំ Everest យើងប្រើ the ដែរ The Rocky Mountains មានន័យថាភ្នំ Rocky គឺយើងប្រើ the ដែរ The Mekong River The Mekong River មានន័យថាទន្លេមេគង្គក៏យើងប្រើ the ដែរ The Cambodian Museum The Cambodian Museum គឺមានន័យថាសារមន្ទីរកម្ពុជាក៏យើងប្រើ the ដែរ The ចតុមុខ Theater រោងមហោស្រពចតុមុខអូខេយើងប្រើ the ដែរ The Times ទស្សនាវដ្តី Time ឬក៏កាសែត Time អូខេ The Ritz អញ្ចឹងនេះជាឈ្មោះសន្តាគារ Ritz The High School of ព្រះស៊ីសុវត្ថិអូខេសាលាវិទ្យាល័យព្រះស៊ីសុវត្ថិអញ្ចឹងទៅ The Colleges of Art and Sciences សាកលវិទ្យាល័យសិល្បៈនិងវិទ្យាសាស្ត្រ The University of Florida មហាវិទ្យាល័យ Florida អូខេ The First World War សង្គ្រាមលោកលើកទី1 The third chapter មានន័យថាជំពូកទី3 The Korean War សង្គ្រាមកូរ៉េ The United States សហរដ្ឋអាមេរិក
The United Kingdom ចក្រភពអង់គ្លេស The Central Africa Republic សាធារណរដ្ឋអាហ្វ្រិកកណ្ដាលអូខេពាក្យថា Central ហ្នឹងកណ្ដាល Africa មានន័យថាអាហ្វ្រិកទ្វីបអាហ្វ្រិក Republic សាធារណរដ្ឋអាហ្វ្រិកកណ្ដាលអូខេ The Indians អូខេ The Indian នេះជនជាតិឥណ្ឌាអញ្ចឹងសង្ឃឹមថាបងប្អូនយល់ណាយើងប្រើ the ហ្នឹងជាមួយនឹងឈ្មោះនៃសមុទ្រហើយនឹងឈូងសមុទ្រសាលារៀនសន្តាគារមួយចំនួនដោយដែលបានរៀបរាប់បាញ់មិញហ្នឹងប៉ុន្តែខ្ញុំសូមបញ្ជាក់ថាមិនមែនទាំងអស់នោះទេគឺគ្រាន់តែខ្លះតែប៉ុណ្ណោះអូខេសង្ឃឹមបងប្អូនយល់ត្រង់ចំណុចនេះណាខ្លះតែប៉ុណ្ណោះមិនទាំងអស់នោះទេ Okay now let's move to another point ឥឡូវយើងចូលដល់ចំណុចមួយទៀត no articleមានន័យថាមិនមាន article some noun we do not use article អូខេអញ្ចឹងនាមមួយចំនួនគឺយើងអត់ត្រូវប្រើ article ពីមុខវាទេគឺយើងទុកចន្លោះវាចោលយើងអត់ប្រើទេអញ្ចឹងក្នុងករណីណាខ្លះដែលយើងមិនប្រើវា There are some cases that we don't use article There are some cases មានករណីខ្លះ some cases ករណីខ្លះ that we don't use article ដែលពួកយើងមិនប្រើ article one ទី1 there is no article before plural and uncountable when talking about thing in general អញ្ចឹងចំណុចទី1នេះគេនិយាយថាមិនមាន article ដាក់ពីខាងមុខនាមពហុវចនៈឬក៏នាមរាប់បានឬក៏នាមរាប់មិនបានទេនៅពេលដែលយើងនិយាយអំពីវត្ថុក្នុងលក្ខណៈទូទៅអូខេអញ្ចឹងអ្វីក៏ដោយដែលយើងនិយាយក្នុងលក្ខណៈទូទៅគឺយើងមិនប្រើដឹកពីខាងមុខទេជាពិសេសគឺវត្ថុទាំងឡាយដែលយើងនិយាយអំពីវាអូខេឥឡូវយើងកន្លែងមើលនៅ examples ឧទាហរណ៍ I like the potatoes ខ្ញុំចូលចិត្តដំឡូងអញ្ចឹងកាលណាយើងនិយាយពីយើងចូលចិត្តដំឡូងហ្នឹងគឺវាជាលក្ខណៈទូទៅរបស់យើងហើយអញ្ចឹងបងប្អូនចាំបាច់ប្រើ the ទេអូខេ I like potatoes ខ្ញុំចូលចិត្តដំឡូងអញ្ចឹងទៅណាមិនដាក់ the ទេ She wants to buy the bread នាងចង់ទិញនំប៉័ងអញ្ចឹងកាលណានិយាយពីនាងចង់ទិញអញ្ចឹងវាជាលក្ខណៈទូទៅហើយអញ្ចឹងយើងមិនចាំបាច់ដាក់ the ទេបងប្អូនអាចសរសេរថា She wants to buy bread នាងចង់ទិញនំប៉័ងThe meal is good for you The meal is good for you ទឹកដោះគោគឺល្អសម្រាប់អ្នកអញ្ចឹង the meal កន្លែងនេះគឺយើងមិនចាំបាច់ប្រើ the ដែរព្រោះវាជាលក្ខណៈទូទៅ The money can't buy love លុយមិនអាចទិញស្នេហាបាននោះទេអញ្ចឹងកន្លែង the money នេះក៏បងប្អូនមិនចាំបាច់ប្រើ the ដែរព្រោះវាជាលក្ខណៈទូទៅវាអញ្ចឹងអូខេ I like listening to the music ខ្ញុំចូលចិត្តស្ដាប់តន្ត្រីអញ្ចឹងកន្លែងនេះបងប្អូនមិនចាំបាច់ប្រើ the ទេអូខេពីព្រោះយើងនិយាយអ្វីដែលជាលក្ខណៈទូទៅស្គមថាបងប្អូនយល់អញ្ចឹងឥឡូវយើងជួយដល់ចំណុចមួយទៀត We don't use the with part of the body We don't use the with part of the body យើងមិនប្រើ the ទេជាមួយនឹងផ្នែកនៃរាងកាយអញ្ចឹងផ្នែកផ្សេងៗនៃរាងកាយរបស់យើងនេះគឺយើងអត់ប្រើ the ទេ We use possessive adjectives យើងប្រើគុណនាមកម្មសិទ្ធិជំនួសវិញណាដូច my របស់ខ្ញុំ your របស់អ្នក her របស់គាត់ his របស់គាត់ their របស់ពួកគេ our របស់ពួកយើង Examples ឧទាហរណ៍ I clean the hair ខ្ញុំសម្អាតសក់អូខេ I clean the hair ខ្ញុំសម្អាតសក់អញ្ចឹងសក់គឺជា part of the body ជាផ្នែកនៃរាងកាយរបស់យើងអញ្ចឹងយើងមិនចាំបាច់ប្រើ the ទេអូខេយើងប្រើថា I clean my hair ខ្ញុំសម្អាតសក់របស់ខ្ញុំអូខេអញ្ចឹងទៅណា You wash the hands អ្នកលាងដៃ wash នឹងលាងអញ្ចឹងបងប្អូនមិនចាំបាច់ប្រើ the អញ្ចឹងទេដោយសារតែ hand ជា part នៃរាងកាយជាផ្នែកនៃរូបរាងកាយរបស់យើងបងប្អូនអាចសរសេរថា You wash your hand អូខេយើងដាក់ your ជំនួស the វិញអ្នកលាងសម្អាតដៃរបស់អ្នក He broke the leg គាត់បាក់ជើងអញ្ចឹងទៅបងប្អូនអាចសរសេរថា He broke his leg គាត់បាក់ជើងរបស់គាត់អញ្ចឹងកន្លែង the នេះគឺបងប្អូនមិនចាំបាច់ប្រើ he នោះទេមិនចាំបាច់ប្រើ the ទេណាបងប្អូនប្រើ his ជំនួសវិញ
they clean the teeth ពួកគេសម្អាតធ្មេញអូខេអញ្ចឹងធ្មេញក៏ជាផ្នែកនៃរាងកាយរបស់យើងដែរអញ្ចឹងយើងមិនចាំបាច់ដាក់ទេបងប្អូនត្រូវដាក់ថា they clean their teeth ពួកគេសម្អាតធ្មេញរបស់ពួកគេអញ្ចឹងកន្លែងនេះបងប្អូនបន្ថែមពាក្យ y មួយទៀតមកដើម្បីឲ្យបានពាក្យហ្នឹងទៅជា they អូខេកន្លែងនេះដោយសារវាកំហុសបច្ចេកទេសណា they កន្លែងនេះមិនដកនេះណា they clean their teeth ពួកគេសម្អាតធ្មេញរបស់ពួកគេអូខេថែម y លើនេះមួយទៀតមក she can't treat the heart នាងមិនអាចព្យាបាលបេះដូងបាននោះទេអញ្ចឹង heart បេះដូងគឺជាផ្នែកនៃរាងកាយផងដែរអញ្ចឹងយើងមិនដាក់ដកទេបងប្អូនអាចសរសេរថា she can't treat her heart she can't treat her heart នាងមិនអាចព្យាបាលបេះដូងរបស់នាងបានទេ I cut the finger ខ្ញុំកាត់ម្រាមដៃឬក៏ខ្ញុំមុតម្រាមដៃអញ្ចឹងម្រាមដៃជាផ្នែកនៃរាងកាយបងប្អូនមិនចាំបាច់ដាក់ដកត្រង់នេះទេណាអូខេបងប្អូនដាក់ថា I cut my finger ខ្ញុំកាត់ម្រាមដៃរបស់ខ្ញុំ Okay I hope you understand this one ចេះសង្ឃឹមថាបងប្អូនយល់ចំណុចនេះអញ្ចឹងយើងមិនប្រើដកទេជាមួយនឹងផ្នែកផ្សេងៗនៃរាងកាយរបស់យើងអូខេ We don't use the with general area of the subjects the name of the countries យើងមិនប្រើដកទេជាមួយនឹងមុខវិជ្ជាសិក្សាទូទៅអូខេ general area of the subject មានន័យថាមុខវិជ្ជាសិក្សាទូទៅ the name of the countries ឈ្មោះនៃប្រទេសផ្សេងៗអញ្ចឹងគឺយើងមិនចាំបាច់ប្រើដកទេ example ឧទាហរណ៍ I like studying the mathematics ខ្ញុំចូលចិត្តសិក្សាគណិតវិទ្យាអញ្ចឹងគណិតវិទ្យាគឺជាមុខវិជ្ជាសិក្សាទូទៅអញ្ចឹងគឺបងប្អូនមិនចាំបាច់ដាក់ដកត្រង់នេះទេបងប្អូនអាចសរសេរថា I like studying mathematics ខ្ញុំចូលចិត្តសិក្សាគណិតវិទ្យា He is good at biology អូខេគាត់ពូកែផ្នែកជីវវិទ្យាអញ្ចឹងពាក្យថា good at ហ្នឹងមានន័យថាពូកែ biology ហ្នឹងមានន័យថាជីវវិទ្យាអញ្ចឹងកន្លែងដកនេះបងប្អូនមិនចាំបាច់ដាក់ទេ He is good at biology She teaches physics នាងបង្រៀនរូបវិទ្យាអញ្ចឹងពាក្យ physics នឹងប្រែថារូបវិទ្យាអញ្ចឹងកន្លែងហ្នឹងបងប្អូនមិនចាំបាច់ដាក់ដកទេណា I live in the Cambodia ខ្ញុំរស់នៅប្រទេសកម្ពុជាអញ្ចឹងដកកន្លែងហ្នឹងអត់ដាក់ទេ I live in Cambodia ខ្ញុំរស់នៅក្នុងប្រទេសកម្ពុជា There are a lot of people in China មានប្រជាជនជាច្រើននៅក្នុងប្រទេសចិនអញ្ចឹងកន្លែងដក China ហ្នឹងគឺកន្លែងហ្នឹងគឺយើងលុបចោលហើយព្រោះថាប្រទេសភាគច្រើនយើងអត់ដាក់ដកទេអូខេលើកឡើងតែប្រទេសខ្លះដូចដែលយើងបានរៀនមុននឹងតិចហ្នឹង There are a lot of people in China មានប្រជាជនជាច្រើននៅក្នុងប្រទេសចិន I have a friend in the Thailand ខ្ញុំមានមិត្តភក្តិម្នាក់នៅក្នុងប្រទេសថៃអញ្ចឹងកន្លែងហ្នឹងបងប្អូនមិនចាំបាច់ដាក់ដកទេណា I have a friend in Thailand ខ្ញុំមានមិត្តភក្តិម្នាក់នៅក្នុងប្រទេសថៃអូខេអញ្ចឹងសរុបវិញនៅពេលដែលយើងប្រើជាមួយនឹងមុខវិជ្ជាសិក្សាផ្សេងៗ subjects country ឈ្មោះប្រទេស name of the country បងប្អូនមិនចាំបាច់ប្រើដកទេណាហើយឈ្មោះប្រទេសហ្នឹងគឺលើកលែងតែប្រទេសមួយចំនួនអូខេបានយើងប្រើអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតបាទបើសិនជាបងប្អូនមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ផងដើម្បីរៀនភាសាអង់គ្លេសទាំងអស់គ្នាបាទសូមអរគុណ